នាងខ្ញុំសូមគោរពអាយឧត្តមបណ្ឌិតសភាចារ្យ ហ៊ុន ជូន រណ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាជាទីគោរពសូមគោរពអាយឧត្តមលោកជំទាវលោកស្រីថ្នាក់ដឹកនាំក្រសួងអប់រំយុវជនកីឡាជាទីគោរពសូមថ្លែងអំណរគុណថ្នាក់ដឹកនាំមន្ទីរអប់រំយុវជនកីឡាខេត្តបាត់ដំបងសូមថ្លែងអំណរគុណគណៈគ្រប់គ្រងសាលាបឋមសិក្សាសម្ដេចជាស៊ីមបានវាយតម្លៃជ្រើសរើសនាងខ្ញុំជាគ្រូបង្រៀនល្អនាងខ្ញុំទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបំពេញវិជ្ជានៅឆ្នាំ2007និងរៀនវគ្គបណ្ដុះបណ្ដាលគរុកោសល្យខេត្តនៅឆ្នាំ2004និងបានបញ្ចប់ថ្នាក់បញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរនៅឆ្នាំ2017គោលនយោបាយនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំគឺធានាការអប់រំប្រកបដោយគុណភាពសមធម៌បរិយាបន្ននិងលើកកម្ពស់ការសិក្សាពេញមួយជីវិតរបស់អ្នកសិក្សាធានាសក្តិសិទ្ធិភាពនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នាងខ្ញុំមានសមត្ថភាពជំនាញនិងវិធីសាស្ត្របង្រៀនដើម្បីឲ្យសិស្សឆាប់ចេះនាងខ្ញុំមានចំណេះដឹងភាសាអង់គ្លេសសម្រាប់បម្រើការស្រាវជ្រាវក្នុងការបង្រៀនសិស្សនាងខ្ញុំបានចូលបម្រើការជាគ្រូបង្រៀនរយៈពេល17ឆ្នាំរហូតដល់បច្ចុប្បន្ននាងខ្ញុំមានសមត្ថភាពជំនាញវិភាគនិងបកស្រាយរាល់ព័ត៌មានដែលទទួលបាននាងខ្ញុំបានរៀបចំថ្នាក់បង្ហាញនិងធ្វើថ្នាក់និទាសនាងខ្ញុំបានធ្វើការវិនិច្ឆ័យត្រឹមត្រូវមានតម្លាភាពនិងមានយុត្តិធម៌ចំពោះសិស្សគ្រប់គ្នានាងខ្ញុំបានដឹកនាំសិស្សចូលរួមជួយការងារសង្គមនិងសហគមន៍ក្នុងនាមនាងខ្ញុំជាគ្រូបង្រៀននាងខ្ញុំបានរៀបចំថ្នាក់រៀនសៀវភៅរដ្ឋបាលនិងតារាងផ្សេងខ្ញុំបានតាមដាននិងវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងម៉ោងសិក្សាប្រចាំខែប្រចាំឆមាសនិងប្រចាំឆ្នាំសិស្សបានចូលរួមគ្រប់សកម្មភាពក្នុងការរៀននិងបង្រៀនរបស់គ្រូខ្ញុំបានផ្ដល់ឱកាសឲ្យសិស្សដែលមានកំហុសធ្វើការកែលម្អឡើងវិញនាងខ្ញុំបានសម្របសម្រួលនិងជំរុញគ្រប់សកម្មភាពសិក្សារបស់សិស្សនាងខ្ញុំបានអនុវត្តតាមគោលការណ៍ SOP បានត្រឹមត្រូវនាងខ្ញុំបានស្រាវជ្រាវបន្ថែមលើវិធីសាស្ត្រនិងបច្ចេកទេសបង្រៀនថ្មីនាងខ្ញុំបានធ្វើកិច្ចតែងការបង្រៀននិងធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំនាងខ្ញុំបានរៀបចំផែនទីគំនិតថ្មីក្នុងដំណើរការបង្រៀននាងខ្ញុំមានវិធីសាស្ត្រ4សម្រាប់ជួយសិស្សជួយសិស្សគ្រូជួយសិស្សអាណាព្យាបាលជួយសិស្សនិងសិស្សជួយខ្លួនឯងនាងខ្ញុំបានចងក្រងបទពិសោធន៍នៃវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាពនិងបានចែករំលែកដល់គ្រូដទៃទៀតនាងខ្ញុំមានទេពកោសល្យនិងគំនិតច្នៃប្រឌិតដែលធ្វើឲ្យថ្នាក់រៀនមានសកម្មភាពរស់រវើកនាងខ្ញុំមានទំនាក់ទំនងល្អជាមួយសិស្សគ្រូបង្រៀនគណៈគ្រប់គ្រងមាតាបិតាសិស្សសហគមន៍និងអាជ្ញាធរដែនដីចាជំរាបសួរនាងខ្ញុំឈ្មោះខួនយ៉ារ៉ាន់ជានាយិកានៃសាលាបឋមសិក្សាសម្ដេចជាស៊ីមក្រុងបាត់ដំបងខេត្តបាត់ដំបងនាងខ្ញុំបម្រើការងារជានាយិការងរយៈពេល12ឆ្នាំហើយជានាយិការយៈពេល3ឆ្នាំដូច្នេះរាល់ការបំពេញការងាររបស់បុគ្គលិកនាងខ្ញុំតែងតែគាត់សម្គាល់បានច្បាស់លាស់ចំណែកអ្នកគ្រូបេក្ខភ័ណ្ឌគាត់គឺជាគ្រូបន្ទុកថ្នាក់ទី2គោនៃសាលាបឋមសិក្សាសម្ដេចជាស៊ីមហើយគាត់ក៏ជាប្រធានក្រុមបច្ចេកទេសមួយរូបដែលប្រកបដោយភាពទទួលខុសត្រូវខ្ពស់មិនតែប៉ុណ្ណោះអ្នកគ្រូមានទំនាក់ទំនងល្អជាមួយនឹងសិស្សមាតាបិតាសិស្សបុគ្គលិកទាំងអស់នៅក្នុងសាលាជាពិសេសគឺគណៈគ្រប់គ្រងនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះបញ្ហាសិស្សរៀនយឺតនៅក្នុងថ្នាក់រៀនអ្នកគ្រូតែងតែទំនាក់ទំនងជាមួយមាតាបិតាសិស្សដើម្បីងាយស្រួលនៅក្នុងការពិភាក្សារោមធ្យោបាយជួយកូនមិនតែប៉ុណ្ណោះគឺអ្នកគ្រូបានដាក់កិច្ចការទៅតាមសមត្ថភាពសិស្សរបស់គាត់នីមួយ
មិនតែប៉ុណ្ណោះគឺអ្នកគ្រូបានចូលរួមគ្រប់សកម្មភាពទាំងសកម្មភាពសង្គមនិងសកម្មភាពរបស់សាលាចាសូមជម្រាបសួរនាងខ្ញុំឈ្មោះគុណធីរីជាគ្រូបង្រៀននៅសាលាបឋមសិក្សាសម្ដេចជាស៊ីមចានាងខ្ញុំត្រូវជាមិត្តរួមអាជីពជាមួយអ្នកគ្រូពេជ្រសុភ័ណ្ឌចារយៈពេលកន្លងមកអ្នកគ្រូពេជ្រសុភ័ណ្ឌគាត់បានតែងតែបានចែករំលែកនៅបទពិសោធន៍អ្វីដែលគាត់បានទៅចូលរួមវគ្គសិក្ខាសាលាឬក៏បណ្ដុះបណ្ដាលផ្សេងៗគាត់តែងតែយកមកចែករំលែកដល់សមាជិកនៅក្នុងក្រុមចាដូចជាការវិធីសាស្ត្រនៃការបង្រៀនគ្រប់គ្រងថ្នាក់រៀនជាដើមចាជំរាបសួរនាងខ្ញុំឈ្មោះវ៉ាន់ធីរីជាអាណាព្យាបាលរបស់សិស្សដែលរៀនថ្នាក់ទី2កអ្នកគ្រូជាមួយនឹងអ្នកគ្រូពេជ្រសុភ័ណ្ឌចាជារៀងរាល់ថ្ងៃខ្ញុំឃើញថាការសិក្សារបស់កូនខ្ញុំមានការរីកចម្រើនហើយអ្នកគ្រូគាត់បង្រៀនបានល្អទាំងទម្លាប់ទាំងការសិក្សាគឺបានល្អទាំងព្រមអត្រាសិស្សបោះបង់ការសិក្សា 0% អត្រាសិស្សឡើងថ្នាក់ 97.5% សិស្សមានសមត្ថភាពអានលើស 80% សិស្សមានសមត្ថភាពសរសេរលើស 80% នាងខ្ញុំបានជួយសិស្សរៀនយឺតនិងលើកទឹកចិត្តសិស្សដែលមានគំនិតច្នៃប្រឌិតមានសិស្សជាប់ចំណាត់ថ្នាក់ជាសិស្សពូកែក្នុងកម្រិតសាលារៀនការផ្គត់ផ្គង់និងគ្រប់គ្រងសៀវភៅសិក្សាគោលបាន 98% និយត្តភាពនៃការសិក្សារបស់សិស្សបាន 99% សិស្សមានបំណិនអានស្គាល់សូរអក្សរស្គាល់តួអក្សរនិងសូរចេះវាក្យសព្ទអានស្ទាត់អានយល់ន័យនិងចេះសរសេរក្នុងនាមនាងខ្ញុំជាគ្រូបង្រៀននាងខ្ញុំប្រកាន់ខ្ជាប់នៅមនសិការវិជ្ជាជីវៈគ្រូបង្រៀនមានសាមគ្គីភាពល្អនិងការទទួលខុសត្រូវការគោរពវិន័យការងារនិងការរក្សាការសម្ងាត់វិជ្ជាជីវៈនាងខ្ញុំបានផ្ដល់តម្លៃដល់សិស្សានុសិស្សទាំងអស់នៅក្នុងថ្នាក់រៀននិងសាលារៀននាងខ្ញុំមិនមានការរើសអើងនិងមិនប្រើអំពើហិង្សាចំពោះសិស្សនាងខ្ញុំមានសីលធម៌រស់នៅល្អមានគុណធម៌និងមានយុត្តិធម៌នាងខ្ញុំបានថែរក្សានិងទុកដាក់សម្ភារៈបានត្រឹមត្រូវនិងមានសណ្ដាប់ធ្នាប់នាងខ្ញុំបានស្លៀកពាក់ឯកសណ្ឋានតាមការកំណត់របស់សាលារៀននាងខ្ញុំមានចំណេះដឹងប្រើប្រាស់កុំព្យូទ័រហើយក្នុងបរិបទ COVID-19 នាងខ្ញុំបានយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ក្នុងការបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញនិងតាមបណ្ដុំនាងខ្ញុំបានចូលរួមប្រជុំសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលនានាតាមប្រព័ន្ធអនឡាញនាងខ្ញុំបានបង្រៀនសិស្សដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាជាចុងក្រោយនាងខ្ញុំសូមគោរពឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមលោកជំទាវលោកស្រីគណៈកម្មការវាយតម្លៃគ្រូបង្រៀនល្អផ្នែកភាសាខ្មែរថ្នាក់ទី1ដល់ទី3សូមគោរពជូនពរឯកឧត្តមលោកជំទាវលោកស្រីមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ចសូមទទួលបាននៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមអរគុណ